បងខ្ញុំសូមបញ្ចូលតម្លៃ insert ចូលតាមចំនួនគត់ខ្ញុំឲ្យ audience ស្មើ4អូខេខ្ញុំឲ្យ audience ស្មើ4ទៅមកខ្ញុំប្រើនៅខ្ញុំខ្ញុំប្រើ2គឺខ្ញុំប្រើ val ជាមួយនឹង switch ខ្ញុំប្រើ2នេះគ្រប់គ្នាជាមួយដំណើរការយ៉ាងម៉េចដែរបន្តមកទៀតខ្ញុំបន្តពីតក្រោយខ្ញុំប្រើបញ្ចូល val ជាមួយនឹង condition ម្ដងតើឥឡូវខ្ញុំប្រើ val ជាមួយនឹង switch សិនអូខេជាដំបូងខ្ញុំប្រើ val ខ្ញុំបង្កើតលក្ខខណ្ឌមកលក្ខខណ្ឌនេះករណីបើ n យើងឲ្យមកវិញទៅ val មកចំណុច4ទៅហ្នឹងទី1មិនខ្ញុំចង់បង្ហាញជាលទ្ធផលទី1គឺឈ្មោះទី2អាយុទី3ស្អីនេះអូខេទី3គឺចង់ធ្វើជា software engineer ទី3គឺជំនាញទី3ជំនាញរបស់ខ្ញុំទី4ហើយទី4គឺ project ដែលធ្វើអូខេទី1ករណី n ស្មើ1យើងឲ្យកាក់ val វាគឺ n តូចជាងឬស្មើ4អូខេយើងករណីឲ្យនេះប្រើ switch n យើងប្រើជាមួយនឹង cache ទី1ខ្ញុំប្រើ pointer ទៅខ្ញុំប្រើ pointer អញ្ចឹងខ្ញុំបាច់សេមកអ្នកគ្នាចង់ប្រើ pointer អ្នកគ្នាគ្រាន់តែសេខ្ញុំចុចពីនេះមកហើយយើងទៅសេ system.out អូខេខ្ញុំចង់បង្ហាញអីប្រហែលកន្លែងហ្នឹងបាននេះគ្នាអញ្ចឹងខ្ញុំចាំមើលខ្ញុំបង្ហាញឥឡូវបង្ហាញធម្មតាសេចុចបង្ហាញពីរបៀបអូខេខ្ញុំចង់សេគឺ my name is T my name is T ធ្វើឲ្យខ្ញុំ T តបមកទៀតខ្ញុំប្រើ break នេះធ្វើថាយើងប្រើ break ដើម្បីបញ្ចប់នៅលក្ខខណ្ឌរបស់យើងករណីដែលលក្ខខណ្ឌយើងបញ្ចប់វាធ្លាក់មកដល់ break ភ្លាមវាអត់ធ្លាក់ដល់បន្ត statement បន្ទាប់ទេអញ្ចឹង break ហ្នឹងគឺជាអ្នកបញ្ឈប់របស់ statement របស់ case មួយហ្នឹងអញ្ចឹង case មួយសុទ្ធតែមាន break ដើម្បីទប់ស្កាត់ទាំងអស់អូខេចូលដល់ case ទី2 system.out អូខេមិនជាមួយឈ្មោះអាយុរបស់ខ្ញុំ19ឆ្នាំអូខេយើងប្រហែលហើយនោះខកបាត់មួយបាទនេះ plate system អូខេអញ្ចឹង case ទី3បន្ទាប់ case ទី3គឺខ្ញុំចង់ខ្លាចជាអូខេmy skillអូខេគឺ skill របស់ខ្ញុំគឺចង់ខ្លាចជា software engineer អូខេ system no sorry មកវិញចឹងពេលដល់ case ទី4អូនេះ case ទីច្រឡំមិនបាត់ហើយ3 case ទី4អូខេទី4គឺproject របស់ខ្ញុំមកថាខ្ញុំ
ស្រួលអូយើងចឹងអូគីបបនឹងសាំអត់បាទគេមិនដឹងដល់ និយាយថាអត់មានតម្លៃទៅបាទអូខេជាមួយវានឹងចេញ camera មកទី1វាចេញ Magnability ទី2 I am ណានេះនឹងយកមក skill របស់ខ្ញុំទៅមកចង់ខ្លាចអីហើយបើតម្លៃយើងបញ្ចូលលើហ្នឹងលក្ខខណ្ឌហ្នឹងវាអត់ដែលវានឹងចេញមក not វាជួយអត់មានតម្លៃទេខ្ញុំខ្ញុំរ៉ានអូអានេះយើងកាក់នេះយើងធម្មតាអូខេអ្នកខ្ញុំយកមើលកំហុសយើងទីតាយើងខុសអីអូខេអញ្ចឹងដាក់តូចជាងដាក់តូចជាងដាក់តូចជាងវាស្មើ4ប៉ុន្តែចាប់ពី1បន្ទាប់មកទៀតអននេះកន្លែងនេះគឺប៉ិនបូកវាដើម្បីវាកើនតម្លៃហើយយើងសាក់រ៉ាន់ទៅអូខេចេញមកគឺចេញនៅនេះ Magnability យើងអានតំណងទី1តំណងដែលបើថាតំណងធម្មតាវាងាយជាច្រើនតិចប៉ុន្តែបើក្បួនទី2លឿនព្រោះនេះត្រូវប្រើ pointer អូខេឥឡូវយើងចុះវីដេអូហើយបើតាមវីដេអូក្រោយយើងចូលតំណងទី2គឺ pointer